Trong dạ tao mau pin ná con tâm mau pì hạt tràm tao mau hạt brand bánh bao ăn mà tô mới ta xong đấy mà con tràm ok nhà mấy cái mình thấy món hay spray món steak mai đó nâng ấy nhằm ọt mà chan mà này anh và chuan nhà hay lấy cùng nhà mấy cái con avocado mai hãy thải bờ ok cái con tao mau pin ná hạt brand mà hạt brand man nít tí man máu pi mong cả thế cái là hốt yoga hay some power training được biết hai con khơi game miền anh cái lành vay bục rồi cái lành wrestling rồi con tao vay bục mày tới nó mình vay cái này nó vay punching bag kì vay punching bag สบายอัน สบาย មុនពេលទៅហាត់ប្រែនអារម្មណ៍មិន ខឹងអារម្មណ៍ stress អត់សប្បាយចិត្តដោយសារមកទឹកចុងទៅវាមានរឿងច្រើន ហើយចុះដល់ពេលបានបន្តពីហាត់ប្រែន សប្បាយចិត្តវាដូច release stress ចឹងណាហើយយើងទៅមួយពួកម៉ាក់ទៀតហ៎ចឹងទៅវាដូចយើងបាននិយាយគ្នាបដាយើងហាត់ប្រាណបដាអីចឹងទៅវា relieve stress យើងហើយវាជួយឲ្យយើងដូចយើង release ទាំង stress ផង release ទាំង toxins នៅក្នុងខ្លួនយើងទៀតអញ្ចឹងអាការហាត់ប្រាណហ្នឹងវាជួយទាំងផ្លូវកាយហើយទាំងផ្លូវចិត្តរបស់មនុស្សអញ្ចឹងទៅវាជួយផ្លូវកាយយើងធ្វើឲ្យយើងវាមានសុខភាពល្អជាងមុនមិនធម្មតារៀងស្អាតឬក៏មានសាច់ដុំអីវាធ្វើឲ្យយើងមានសុខភាពល្អជាងមុនហើយវាធ្វើឲ្យយើងដូចចេញចិត្តពុល នឹងឯបញ្ចេញជាតិពុលបញ្ចេញ toxins អីចឹងទៅហើយសម្រាប់ផ្លូវចិត្តវិញពេលយើងអត់ធ្វើអីសោះឧទាហរណ៍បើយើងអត់ធ្វើអីសោះយើងចិត្តតែគេយើងមើលទូរស័ព្ទអីចឹងទៅអាហ្នឹងវានឹងធ្វើឲ្យយើង stress ជាងមុនទៀតពេលខ្លះទោះបីជាយើងគិតថាយើងលេងទូរស័ព្ទយើងសប្បាយក៏ដោយតែអ្វីដែលយើងធ្វើគឺវាអត់មានបញ្ចេញធ្វើសកម្មភាពអីដែលធ្វើឲ្យខួរក្បាលរបស់យើងវា release endorphin ណាចឹងទៅវា endorphin ហ្នឹងគេកូន ដូចជាសារធាតុដែលវាដូច like កូនលើថាវាជា hormone មួយយ៉ាងដែលធ្វើឲ្យយើងសប្បាយចិត្តតែ release endorphin អីចឹងគាត់អត់ដឹងដែរអត់ច្បាស់តែដឹងតែ endorphin ហ្នឹងយើងត្រូវ release វាអីចឹងទៅទៅពេលហើយដូចជាពេលហាត់ប្រាណយើង release endorphin បានច្រើនចឹងទៅអាហ្នឹងវាធ្វើឲ្យយើង in return សប្បាយចិត្តជាងហើយវាជួយទៅ mental health របស់យើងចឹងទៅបានពេលគេថាយើងខឹងយើង sad ឬក៏យើង stress អីគេឲ្យយើងទៅហាត់ប្រាណដើម្បីយើង release អារម្មណ៍ទាំងអស់ហ្នឹងហើយវាធ្វើឲ្យយើងមានអារម្មណ៍ថាយើង accomplish អីម្យ៉ាងដូចឧទាហរណ៍ខ្ញុំចឹងខ្ញុំពេលខ្លះដូចយើងមិនអត់សាហាត់ប្រាណរហងៃយើងអត់មានពេលហាត់ប្រាណរហងៃអញ្ចឹងទៅពេលយើងហាត់ប្រាណយូរម្ដងទៅមិនយូរម្ដងឯនេះថាមួយអាទិត្យម្ដងឬមួយអាទិត្យពីរដងអញ្ចឹងណាយើងមានអារម្មណ៍ថាអូខ្ញុំបានធ្វើអាហ្នឹងថ្ងៃហ្នឹងអញ្ចឹងទៅខ្ញុំត្រូវតែដូចថាខ្ញុំ achieve បាន something ថ្ងៃហើយអញ្ចឹងយើង feel good about ខ្លួនឯងថាយើងអត់នៅទៅមកកន្លែងឬក៏យើងអត់ធ្វើអីសោះហើយមួយថ្ងៃហ្នឹងគឺយើងបានទៅ gym ឬក៏យើងបានទៅហាត់ប្រាណទៅដើរទៅរត់អីអញ្ចឹងទៅអញ្ចឹងបានថាយើងបាន take care ខ្លួនឯងហើយអញ្ចឹងយើងធ្វើវាជា achievement មួយដែរហ្នឹងហើយ very good ហើយចេះកូនចង់ផ្ដាំផ្ញើអីទៅអ្នកទាំងអស់គ្នាជឿថាប្រាណនេះកូនខ្ញុំតំហាត់បាន2អាទិត្យទេអូមិន2អាទិត្យប៉ុន្តែ2អាទិត្យខ្ញុំហាត់បានតែ2ថ្ងៃដោយសារខ្ញុំហាត់តែថ្ងៃអាទិត្យតែអ្នកខ្ញុំ free តែថ្ងៃអាទិត្យទេដោយសារខ្ញុំជាប់រៀនអញ្ចឹងទៅផ្ដាំផ្ញើមានតែផ្ដាំថាឲ្យមានពេលហាត់ប្រាណឲ្យបានច្រើនដោយសារ it's good for your health and it's good for your mental health វាជួយយើងបានច្រើនវាអត់ធ្វើអីដែលប៉ះពាល់យើងណា unless យើងហាត់ដោយការអត់ប្រុងប្រយ័ត្នដោយសារអាកាសប្រាណហ្នឹងក៏ហាត់ gym ហាត់អីហ្នឹងទោះបីរត់ឬក៏ដើរអីក៏ដោយបើមិនជាយើងអត់ប្រុងប្រយ័ត្នក៏វាអាចប៉ះពាល់យើងដែរអញ្ចឹងហាត់ប្រាណគឺវាល្អវាអត់មានផលអាក្រក់វាអត់មានផលអាក្រក់បើយើងត្រូវទៅអញ្ចឹងបើយើងហាត់ប្រាណឲ្យបានច្រើនវាហត់តែបានល្អហើយមានពេលឲ្យខ្លួនឯងឲ្យបានច្រើនហ្នឹងហើយ Hi thank you for sharing